xua lúc nè bạn vừa một chục kia với nhau sẽ làm mấy cái chuyện chừng đi bắt xua buổi tiệc mà chập đam chốt mặt đặc so cái mùi mặt xong chừng đẹp lực lúc nè bạn vừa một chục kia tam pe liền ở mong đỏ đai là hơi ngày này cứ chỉ ngày trong cõi này cam thị là bao dương để từ sai chỉ riêng lọt thực mà đời xa taនៅថ្ងៃស្អែកយើងគឺជាដល់ថ្ងៃបរិយាពិធីដង្ហែព្រះបរមសពហើយបាទអញ្ចឹងកម្មវិធីរបស់យើងសូមមកផ្អាកការផ្សាយផ្ទាល់នៅទីនេះប៉ុន្តែទៅផ្សាយបន្តផ្ទាល់នៅឯកន្លែងប្រពៃពិធីតែម្ដងបាទអញ្ចឹងទេសូមអធិស្ឋានលោកអ្នកដោយសារតែយើងទៅធ្វើពិធីធំសម្រាប់ដង្ហែព្រះបរមសពរយៈពេល1សប្តាហ៍នោះបាទអញ្ចឹងទេយើងមានតែព័ត៌មានតែមួយគត់គឺយើងនឹងទៅធ្វើពិធីនៅទីនោះតែម្ដងដើម្បីធ្វើការផ្សាយផ្ទាល់ពីនោះមកតែម្ដងបាទអញ្ចឹងទេចាប់ពីស្អែកទៅកម្មវិធីដែលផ្សាយព័ត៌មានជារៀងរាល់ថ្ងៃដោយសពដងនេះគឺអត់មានទេបាទអញ្ចឹងគឺចប់មួយសប្តាហ៍តែម្ដងអញ្ចឹងយើងមានតែព័ត៌មានមកពីខាងកន្លែងប្រពៃពិធីនៅព្រះបរមរាជវាំងឯនោះបាទសម្រាប់ថ្ងៃនេះគឺយើងមានព័ត៌មានសម្រាប់ជម្រាបជូនលោកអ្នកចុងក្រោយគឺព័ត៌មានតកតងសន្តិសុខសង្គមព័ត៌មានគ្រោះថ្នាក់ចរាចរណ៍គឺថ្ងៃនេះគឺជាព័ត៌មានសម្រាប់ចុងក្រោយនៃកម្មវិធីហើយបាទហើយតែយ៉ាងណាក៏ដោយជាថ្ងៃចុងក្រោយនេះក៏យើងក៏មានព័ត៌មានសំខាន់សម្រាប់ជម្រាបជូនលោកអ្នកដែរបាទតោះអញ្ចឹងសិលាដើម្បីកុំឲ្យខាតពេលយើងចាប់ផ្ដើមតែម្ដងដោយសារថ្ងៃនេះក្រោយពេលដែលការផ្សាយបន្តផ្ទាល់ទីនេះចប់ហើយខ្ញុំនឹងចេញទៅធ្វើការរៀបចំនៅកន្លែងការផ្សាយផ្ទាល់នៃកន្លែងទូទស្សន៍របស់យើងទូទស្សន៍ហងមាសដែលដាក់ឡានOB van ដែលសម្រាប់ការផ្សាយផ្ទាល់នោះគឺនៅមាត់ទន្លេនៅមុខវត្តណាឡោមបាទអញ្ចឹងទេខ្ញុំក្រោយពេលដែលចប់ការផ្សាយផ្ទាល់នេះខ្ញុំនឹងទៅទីនោះដើម្បីធ្វើការសាកល្បងនិងរៀបចំពីព្រោះថាបើទោះបីថ្ងៃនេះជាថ្ងៃទី31ក៏ដោយប៉ុន្តែប្រជាពលរដ្ឋក៏ដូចជាលោកយាយលោកតាដែលមកពីតាមបណ្ដាខេត្តបានមកដល់មុខព្រះបរមរាជវាំងជាបន្តបន្ទាប់ទៅហើយបាទឥឡូវសិលាយើងចាប់ដើមព័ត៌មានរបស់យើងមកចាស់ចូលទៅរឿងគ្រោះថ្នាក់ចរាចរណ៍គឺមានរថយន្តលេខស៊ី507បួងចង្កូតខ្លាំងពេកនៅចំណុចផ្លូវកោងក៏ជ្រុលទៅបុកនឹងម៉ូតូពេញទំហឹងផ្លោងមនុស្សជាង50ម៉ែត្រធ្លាក់មកដល់វិញគឺបាក់កស្លាប់ភ្លាមបរិម្នាក់ផ្លោងជាង50ម៉ែត្របោកចាគឺបាក់កស្លាប់នៅនឹងកន្លែងកាត់ហេតុខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តលេខស៊ី507បួងចង្កូតខ្លាំងពេកនៅចំណុចផ្លូវកោងក៏ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្ដាឲ្យមនុស្សផ្លោងធ្លាក់បាក់កស្លាប់រថយន្តបង្កគឺបន្ថែមល្បឿនរត់គេចបាត់ស្រមោលគ្រោះថ្នាក់នេះកើតឡើងនៅម៉ោង 12:15 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី31 មករានៅចំណុចវត្តសំពៅមាសតាមផ្លូវលេខ161ក្នុងសង្កាត់វាវងជាប់ព្រំប្រទល់សង្កាត់បឹងប្រលិតជនរងគ្រោះចាជាប់ព្រំប្រទល់សង្កាត់បឹងប្រលិតសង្កាត់វាលវងគឺក្នុងខណ្ឌ7មករាបាទជាប់ជាមួយនឹងសង្កាត់បឹងប្រលិតបាទបាទជនរងគ្រោះបាក់កស្លាប់នៅកន្លែងកាត់ហេតុមានឈ្មោះថាជុងប៊ុនណាភេទប្រុសអាយុ25ឆ្នាំស្នាក់នៅផ្ទះលេខ229អឺហ្វ្រូផ្លូវ100ចាគឺផ្លូវ128នៅសង្កាត់មិត្តភាពខណ្ឌ7មករាហើយប្រភពព័ត៌មានពីសមត្ថកិច្ចបានដឹងថាមុនពេលដែលកាត់ហេតុគឺរថយន្តលេខ507ពណ៌ខ្មៅបបោដោយបារម្ភម្នាក់តាមផ្លូវចា161ពីត្បូងទៅជើងខណៈដែលមកដល់ចំណុចខាងលើជាផ្លូវកោងរថយន្តគឺបើកលឿនបួងចង្កូតខ្លាំងពេកបានជ្រុលចង្កូតទៅបុកចំពីមុខម៉ូតូស្កូពីពណ៌សបើកបោដោយបារម្ភម្នាក់ក្នុងទិសដៅបញ្ច្រាស់ទៅគ្នាបណ្ដាឲ្យម៉ូតូខ្ទេចហើយផ្នែកខាងមុខទាំងស្រុងរីឯអ្នកបើកម៉ូតូគឺផ្លោងជាង50ម៉ែត្រខ្ទេចចូលទៅចាខាងសង្កាត់បឹងប្រលិតធ្លាក់បាក់កស្លាប់នៅកន្លែងកាត់ហេតុចានេះសិតជាកូនក្មួយសាច់ញាតិរបស់គាត់សោកសង្រេងនៅពេលដែលឃើញថាមិននឹកស្មានថាកំពុងតែជិះសុកបែរជាមកស្លាប់ភ្លាមមិនគួរឲ្យជឿទៅតទៅសោះបាទតែប៉ុន្តែសោកស្ដាយដែលសមត្ថកិច្ចមិនទាន់ចាប់បានរថយន្តដែលបង្កបានបាទហេតុអីបានជាគាត់បួងចង្កូតរហូតដល់ឈានដល់បុកម៉ូតូស្កូពីដែលបណ្ដាលឲ្យគាត់ដែលកំពុងតែជិះស្របច្បាប់នេះបែរជាស្លាប់ភ្លាមតែម្ដងនេះហើយដែលជាកូនចៅក្មួយរបស់គាត់តែជាសាច់ញាតិរបស់គាត់សោកសង្រេងមែនទែនបាទចាចូលទៅករណីមួយទៀតគឺសមត្ថកិច្ចចម្រុះចុះដេញតាមស្ទាក់រថយន្តដឹកឈើក្រញូងផ្អើលក្រុងភ្នំពេញទាំងយប់ស្មានតែជាករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកាមេរ៉ាអ៊ីស្លាមពណ៌ស្ករពាក់ស្លាលេខចាភ្នំពេញ 2A 6643